ចំនួនអ្នកស្លាប់បានកើនឡើងដល់54នាក់និង13នាក់ទៀតបានបន្តបាត់ខ្លួននៅក្នុងករណីបាក់រលំអគារសាលារៀននៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃច័ន្ទទី 6 ខែតុលាអាជ្ញាធរនៅប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថាតួលេខអ្នកបាត់បង់ជីវិតបានបន្តកើនដល់54នាក់ក្នុងករណីបាក់ស្រុតអគារសាលារៀនកាលពីដើមសប្តាហ៍កន្លងទៅខណៈក្រុមសង្គ្រោះបន្តទាញយកសាកសពជនរងគ្រោះចេញពីក្រោមគំនរអគារនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីទីភ្នាក់ងាររុករកនិងសង្គ្រោះលោក Yudi Pramanto បាននិយាយថាគិតមកទល់ព្រឹកថ្ងៃច័ន្ទនេះមនុស្ស104នាក់ដែលស្ថិតក្នុងឧបទ្ទវហេតុខាងលើត្រូវបានជួយសង្គ្រោះដោយមានសុវត្ថិភាពខណៈ54នាក់បានស្លាប់ហើយ13នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួនគូបញ្ជាក់ថាអគារសាលារៀននោះដែលជាសាលាអ៊ីស្លាមនឹងមានច្រើនជាន់ស្រាប់តែបាក់ស្រុតភ្លាមៗកាលពីថ្ងៃច័ន្ទស្របពេលដែលសិស្សកំពុងជួបជុំគ្នាដើម្បីធ្វើការថ្វាយបង្គំប្រចាំថ្ងៃ កម្មវិធីនេះឧបត្ថម្ភដោយស្រាបៀរកម្ពុជា